ឯងមិនឃើញពុកឯងកំពុងតែឈឺធ្ងន់ទេអីហើយឈឺស្អីធ្វើពុតផងក៏មិនដឹងនៅសល់ប្រហែលថ្ងៃទៀតដល់ប្រជុំហីខ្ញុំមកត្រូវការសម្លៀកបំពាក់ស្អាតស្បែកជើងនឹងស្អាតហើយនេះកុំភ្លេចទិញ skin care ខ្ញុំផងខ្ញុំណាស់ថៃសម្រស់ក្រែងលោកប្រជុំណាស់បានស្អាតនឹងគេខ្លះណែកល្យានហួសហេតុពេកហើយយើងនេះមិនគួរណាមានកូនដូចឯងអញ្ចឹងសោះហើយបានហើយម៉ែវាកុំខឹងនឹងកូនអីណាមិនអីទេកូនចាំពុកឲ្យលុយកូនទៅទិញតាមអ្វីដែលកូនត្រូវការចុះទៅយកលុយទៅលុយពុកទុកនៅក្រោមខ្នើយរបស់ម៉ែកូនណាតែលុយនេះទុកទិញថ្នាំឲ្យពុកវាទេឯងយកមិនបានទេណាហើយម៉ែក៏មិនចេះខ្ញុំមកទៅយកអីខ្ញុំនឹងទិញរបស់មកប្រើសម្រាប់ប្រជុំខ្ញុំណានឹងធ្វើខ្លួនឲ្យបានស្អាតឲ្យលេចធ្លោជាងគេម៉ែវាអូខ្ញុំហាពុកវាកំទៅចោលខ្ញុំណាពុកវាដឹងខ្លួនឡើងពុកវាអើយពុកវាកំទៅចោលខ្ញុំអីបនប្រជុំបិណ្ឌបានមកដល់អ្នកភូមិនាំគ្នារៀបចំចង្ហាន់បង្អែមចង្អាបនិងនំអន្សមដើម្បីយកទៅវត្តនិងឧទ្ទិសកុសលជូនដល់ជីដូនជីតាដែលបានចែកឋានទៅតែគ្រួសារមិញសំខ្លួនក៏ឈឺមិនបានទៅវត្តវានឹងគេឡើយកល្យានកូនរៀបចំទៅវត្តមែនទេកូនណាម៉ែឃ្លានសម្លស្ងោរត្រីណាហើយមកប្រាប់ខ្ញុំធ្វើអីបើឃ្លានមិនក៏មិនធ្វើខ្លួនឯងទៅមិនចេះមើលទេអីខ្ញុំយកទៅវត្តណាណែតែម៉ែសុំតែទឹកសម្លបន្តិចក៏បានដែរណាកូនម៉ែឃ្លានណាហើយមិនក៏និយាយមិនស្ដាប់គ្នាអញ្ចឹងនេះប្រាប់ឲ្យថាខ្ញុំយកទៅវត្តអញ្ចឹងមិនអីទេកូនទៅវត្តចុះខ្លាចមិនទាន់ចង្ហាន់ណាកូនខ្ញុំដឹងហើយមិនបាច់ប្រាប់ទេអូយគួរឲ្យធុញណាស់ខ្ញុំទៅហើយដោយសារតែឃ្លានខ្លាំងពេកមិញសំបានទៅបើកឆ្នាំងបំរុងនឹងដួសបាយហូបស្រាប់តែគ្មានបាយមួយគ្រាប់សោះព្រោះកល្យានបានដួសដាក់ទៅវត្តគ្មានសល់ទឹកភ្នែកមិញសំហូរព្រោះមិននឹកស្មានតែកូនចិត្តអាក្រក់ដាក់ខ្លួនដល់ថ្នាក់នេះឡើយពុទ្ធូកូនស្រីម៉ែបាយមួយគ្រាប់ក៏មិនទុកឲ្យម៉ែដែរ